วิปัสสนาเนี่ยទាំងអស់ហ្នឹងមិនមានត្រឹមតែក្នុងប្រជាណាចក្រកម្ពុជាបច្ចុប្បន្នហ្នឹងទេសូម្បីនៅប្រទេសថៃក៏មានបេតិកភណ្ឌជាតិប្រាសាទសិលានៅលើទឹកដីថៃនៅកម្ពុជាក្រោមក៏មាននៅអាស៊ីអគ្នេយ៍នេះឲ្យតែតំបន់ណាដែលមានប្រាសាទថ្មប្រាសាទសាងពីអសទឹកដីកម្ពុជាទាំងអស់មិនមានតែនៅលើទឹកដីកម្ពុជាបច្ចុប្បន្នហ្នឹងទេនេះសំប្រគេននឹងជូនព័ត៌មានហ្នឹងទីណាដែលមានប្រាសាទថ្មគឺទឹកដីខ្មែរពីបុរាណមកណាបណ្ឌវិបត្តិបងអស់ទៅបើនៅស្រុកថៃគេរៀបចំថែរក្សាប្រាសាទនានាទៅលើទឹកដីថៃមានប្រាសាទលំបុរីប្រាសាទនគររាជភីម៉ាយហ្នឹងជាប្រាសាទថ្មនៅលើទឹកដីប្រទេសគេរៀបចំស្អាតណាស់សម្រាប់អ្នកទេសចរកាលណាមានអ្នកទេសចរនឹងទៅធ្វើទស្សនកិច្ចទេសចរបរទេសពីអឺរ៉ុបក្តីពីអាស៊ីក្តីអ្នកក៏ទេសគេអត់លាក់តែគេប្រាប់យើងពួកទេសចរនៅត្រង់តែម្ដងពីថាប្រាសាទទាំងអស់នេះជាប្រាសាទរបស់ខ្មែរហើយទឹកដីនេះក៏ទឹកដីខ្មែរដែរគេនិយាយថាយ៉ាងបណ្ដាខ្មែរនឹងបានបោះបង់ចោលទឹកដីនេះប្រាសាទនេះទៅទេអាសាបង់ទៅដល់អញ្ចឹងថៃគេឃើញយើងចោលគេក៏មកគ្រប់គ្រងថែរក្សាទៅគេនិយាយថាអញ្ចឹងយល់បាននិយាយថាគេដណ្ដើមយកពីយើងទេភាសាគេយើងចោលយើងអត់ថែអត់រក្សាដល់ថៃឃើញទំនេរអាសាបងគេក៏មកថែរក្សាទៅក៏ទៅជារបស់គេតែខ្មែរមិនមានសិទ្ធិនឹងមកទាមទារយកទៅវិញទេគេប្រាប់ត្រង់យ៉ាងណាមកយើងដល់លើគេនិយាយយកដូចឈឺចាប់ក្នុងចិត្តគេថាយើងបោះបង់យើងអត់រវល់ក៏វែងចោលដល់គេឃើញវាទំនេរក៏គេមករក្សាថែរក្សាយកទៅតាមពិតគេមកដណ្ដើមយកពីយើងទេគេប្រើធ្វើសង្គ្រាមច្បាំងដណ្ដើមយកពីយើងហ្នឹងនឹងសំប្រគេននឹងជំរាបព័ត៌មានយ៉ាងនៅផ្នែកខាងថៃហ្នឹងទឹកដីរបស់កម្ពុជាយើងមានវិសាលភាពធំណាស់ពីបុរាណមកខ្ញុំគណៈអាត្មាភាពបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនឹងពីឆ្នាំ50រៀងមកឃើញគេថាពងសាវតាខ្មែរហ្នឹងពងសាវតាហ្នឹងគេនិយាយពីប្រវត្តិទឹកដីប្រទេសជាតិយើងទាំងអស់ពីថាប្រទេសកម្ពុជាយើងនេះមានវិសាលភាពធំទូលំទូលាយណាស់ខាងលិចហ្នឹងទល់នឹងទន្លេសាឡូអង់នឹងប្រទេសភូមាហ្នឹងអត់មានថៃទេឆ្លោះទន្លេសាឡូអង់ស្រុកភូមាព្រំផ្ទាល់ទន្លេជើងទល់នឹងចិនកើតទល់នឹងចម្ប៉ាហាណូយត្បូងទល់នឹងសមុទ្រធំណាព្រមនឹងជាផែនទីនឹងសពថ្ងៃនៅមានដែរឬក៏បាត់បង់ដែរមិនដឹងទេអាហ្នឹងបើខ្ញុំណាអាត្មាហ្នឹងរៀនពីក្មេងអញ្ចឹងព្រះអង្គគិតមើលមកស្ងាយនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូទេ
តើពីប៉ោយ8ទៅទន្លេសាបលោកអង្គនឹងប្រមាណជិះយន្តហោះប្រមាណម៉ោងទៅភូមិហ្នឹងមកគិតមើលបាទអាដែលបាត់បង់ហ្នឹងវាធំជាងទឹកដីបច្ចុប្បន្នហ្នឹងទៅទៀតវាជើងតលចិនស្ងៃនៅជើងភ្នំដងរែកខ្លះនៅលើខ្នងភ្នំពាក់កណ្ដាលភ្នំបានតែប៉ុណ្ណឹងឯងទៅខាងនោះបានគេទាំងអស់ជាស្អីប្រាសាទព្រះវិហារហ្នឹងនៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមអញ្ចឹងព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទៅដល់ទៅសៀមវាជំរេងអញ្ចឹងខាងខ្មែរយើងធ្លាក់អញ្ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្នេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនេះវាច្រាំងសមុទ្រប៉ុន្តែយូរទៅទឹកសមុទ្រវាចេះតែរីងថយអត់ទៅក៏គោកើតជាដីប៉ិនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយត្រឹមបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមវារិចជ្រាលដូចចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងហ្នឹងចិនដាទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់អញ្ចឹងសៀមគេថាប៉គេដែរទៅប្រកាសណាបាននរោត្តមសីហនុលោកប្តឹងទៅអង្គការសហប្រជាជាតិក្តីនឹងសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃវាអញ្ចឹងទៅទៀតប្រាសាទរបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួចអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះគេតំណែងរបស់ពុទ្ធបរិសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យញ៉ាំសំរីបរាប់ពីប្រាសាទតែសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនានាហ្នឹងទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកអីជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសហ្នឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជានឹងមានប្រាសាទដែលសាងឡើងពីថ្មនឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញគេចង់ឃើញចង់ដឹងព្រោះគេដឹងថាយុគប្រាសាទនឹងវាជាង 1000 ឆ្នាំមកហើយដូចថាជាង 1000 ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង 1000 ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍អញ្ចឹងគេនាំគ្នាមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីកសែតទៅគេស្មាននឹងអង្គរវត្តវាតូចស្មានតែប្រាសាទនឹងវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពតាមកិនទៅដល់នោះប្រសិនមិត្តអង្គរគាត់គេក៏លេចទៅឃើញគេស្រេចផ្លិតបាត់ផ្លិតកពួកបរទេសណាគេថាគេស្មានតែប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាជាង 1000 ឆ្នាំមុនណាមិនទាន់មានអាណាផលិតបង្កើតគ្រឿងចាក់គ្រឿងអីយឹកយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មទាំងដុំប៉ុន្តែលើកគ្នាម្ដុំទាំងងន់រាប់តោនណាគេស្រែកផ្លិតបាត់ប្រកបអស្ចារ្យណាស់ប្រាសាទដែលគេទៅមកឃើញតែខ្មែរយើងអត់សូវបានចំណាប់ចាប់អារម្មណ៍ទេជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អាចឃើញទៅពីផ្ទះគាត់ពីឆ្ងាយឃើញកំពូលប្រាសាទប្រកបដែរចូលទេមកជីវិតគាត់មិនចឹងអត់មានចំណាប់អារម្មណ៍អីទៅលសោះវាដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើង
បានតែនឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានកេតនៈភ័ណ្ឌនឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទប្រាសាទអង្គរវត្តនេះប្រាសាទនេះពីមុនមិញវាជាបេតិកភណ្ឌរបស់ជាតិយើងទេដល់ឡូវរាជរដ្ឋាភិបាលលោកបញ្ចូលប្រាសាទទាំងអស់ហ្នឹងទៅជាបេតិកភណ្ឌពិភពលោកវាទៅជាសម្បត្តិរបស់មនុស្សជាតិលើសកលលោកពីមុនមិញផុសខ្មែរដល់ឡូវនេះទៅជាសម្បត្តិរបស់សញ្ជាតិមនុស្សលើសកលលោកទាំងអស់គេឧទ្ទិសអញ្ចឹងថារបស់នេះជារបស់មនុស្សទាំងអស់គ្នាព្រោះតែយើងក៏មានចិត្តទូលំទូលាយដែរតាមពេលវាកេតនៈភ័ណ្ឌគេដូនតាយ៉ាងតែប៉ុន្តែយើងផ្សាយចុះរបស់ដែលវាអស្ចារ្យនៅលើលោកមានតែមួយប៉ុណ្ណឹងឯងឲ្យវាទៅជាសម្បត្តិមនុស្សលោកទៅព្រោះយើងជាតិជាមនុស្សដូចតែគ្នាអ្នកណាក៏ជាមនុស្សឲ្យទៅនៅលើផែនដីមនុស្សទាំងអស់គ្នាឲ្យទៅជាសម្បត្តិមនុស្សជាតិដូចនិយាយពីសិល្បៈការរចនាតុបតែងវាល្អស្អាតគ្មានអីធៀបទេរហូតដល់ដូនតាចាស់អ្នកសៀមរាបនេះគេសួរតាអង្គរវត្តណាធ្វើគេថាវេសកម្មទេវបុត្រប្រអិនដែលមកធ្វើណាគ្មានថាមនុស្សណាក៏មានដឹងថាមនុស្សធ្វើណាគេថាទេវតាប្រអិនដែលមកធ្វើឲ្យណាជំនឿវាអស្ចារ្យពេកគិតថាមនុស្សយើងធ្វើវាអត់កើតទេនឹងប្រាសាទអង្គរវត្តអីណាម្ល៉េះក៏ថាទេវតាមកធ្វើវេសកម្មទេវបុត្រនោះមកសាងថ្វាយទៅប្រកេតមេលាព្រះបាទសូរិយាវរ្ម័នទី2នោះទៅអញ្ចឹងព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងឈ្មោះខ្មែរដូនតាយើងថាប្រកេតតុមេលាអានោះវារឿងព្រេងនិទានមកខាងគាត់ដែលលោកមកប្រមូលមេដាលោកបដិសន្ធិនឹងចាប់កំណើតលោកនេះសពឃើញប្រអិននឹងយកកំរងផ្កាមកដាក់លើពោះអញ្ចឹងបានដល់ប្រកេតតុមេលាណាអានេះរឿងរ៉ាវខាងខ្មែរយ៉ាងណាបើសិលាចារៈវាផ្សេងក៏និយាយថាប្រអិនមកធ្វើឲ្យបើអ្នកដែលអត់មានបញ្ញាត្រូវតែជឿថាអញ្ចឹងឯងបើយើងអ្នកមានបញ្ញាយើងទៅពិនិត្យមើលប្រាសាទនឹងទៅឃើញមានឯកសារបញ្ជាក់ជាក់ស្ដែងយើងប្រកន្លែងខ្លះសាងអត់ទាន់ហើយទេធ្វើមិនទាន់ហើយទេបើរូបអប្សរទើបនឹងបានដើរខ្សែជារៀងមុខរៀងខ្លួនមិនទាន់បានរំលេចសង្កត់ឲ្យវាផុសឡើងជារូបរាងច្បាស់លើអត់ទេនៅជាគំនូសនៅឡើយក្បាច់ក្បូរខ្លះទៀតគ្រាន់តែបានទៅដើររៀងតែមិនទាន់បានរំលេចឲ្យវាផុសជាក្បាច់ទេចាំដល់និមន្តនឹងអញ្ជើញទៅសង្កេតមើលផងណាបានថាហ្នឹងទៅមិនមែនទៅមើលថ្មហ្នឹងទេថ្មយើងដឹងរួចហើយតែភាសាថ្មបើទៅមើលសិល្បៈអីដែលគេធ្វើណាយើងទៅពិនិត្យមើលអាហ្នឹងតែពិនិត្យមើលទៅឃើញថារបស់ទាំងអស់ប្រាសាទសំបីប្រាសាទអង្គរវត្តធ្វើអត់ទាន់ហើយទេនៅច្រើនណាដូចជាទៅខាងកើតនៅមិនទាន់បានធ្វើចិណ្ដើធ្វើអីបណ្ណោថ្មតំដុំទៅភាគខាងកើតបើប្រាសាទធ្វើនោះវាយូរឆ្នាំពេក30-40ឆ្នាំហ្នឹងណាវាយូរពេកទៅកើតសង្គ្រាមកើតចម្បាំងអីទៅក៏រវល់ធ្វើសង្គ្រាមចម្បាំងក៏បោះបង់អាហ្នឹងចោលអានេះខ្ញុំណាអាត្មានឹងសុំប្រគិនព័ត៌មានអញ្ចឹងដល់ទៅមើលទៅឃើញថាហ្នឹងមិនប្រអិនធ្វើទេបើទេវតាប្រអិនមកធ្វើលោកធ្វើដោយរិទ្ធមិនមែនធ្វើដោយកម្លាំងទេធម្មតារបស់អ្វីធ្វើដោយរិទ្ធគឺការជប់ការនិមិត្តគឺតែធ្វើហើយស្រេចហើយវាអត់មានតាណាតអីសោះទេយ៉ាងដល់នេះឃើញកន្លែងដែលធ្វើវាមិនទាន់ហើយច្រើនបានថានឹងមនុស្សតែធ្វើណាបញ្ជាក់ប្រាប់ថាអញ្ចឹងបើដូនតាពីដើមហ្នឹងគាត់ថាប្រអិនទេមកធ្វើនៅឃើញវាល្អពេកទៅហួសវិស័យថាមនុស្សធ្វើកើត
mấy bộ ăn từ mưa đông thò tổng tạo cho nán nó ta kinh tên khởi nó cái lơ mấy cái đó cái nệ sao treo che sa ta cái pun đây pua vậy tao smart cái đông thò taoเป็นต้มche vô đây pun cái ô laอย่างนาธรรมะเราต้มเต้นตัวเดียวบานโยดได้แล้วตัวลุ่มจังมือขึ้นเนี่ยเคยนะละเลยขึ้นเนี่ยทมอน้องเต้านะผมตัวมือตัวเคยนักการเพื่อเวลาลำบากไกลเลยเมื่อก็ทมอมาดมโยตัวละเลยขึ้นเนี่ยcái chăng cái khănตัวเลยเป็นซี่ละตัวซี่ขึ้นเนี่ยจังนะหมอเชื่อไปแล้วว่าเมื่อตำบลเพียงหมออัดลิดเพียงมอตึกเพียงอะไรก็มอต้องดมตัวแต่ยังตัวเมื่อยังโยปัญญาตัวกันยาวสำลังลงไปมันเมียนเพียบอจานั้นเป็นการหลังอะไรอยู่สนับสนุนได้ไว้ได้หรือว่าปปบรออยู่ตัวเมื่อตัวขึ้นจังไม่ประสาทต่างลายต่างปวงเนียเราเลือตึกได้โกเนี่ยต่างอ้อนเราเลือตึกได้ขมายอย่างนั้นสัตชีวัตรบศาสนาเปรียมเดอันนั้นประเกณฑ์ประดเมียนอย่างสมัยแต่ประสาทบย้อนแต่พระบาชีวรมันที่ผมเป็นลูกสร้างหายเวียนเอาเตะตรงศาสนาเปรียมนั่งพุทธศาสนามหาเยียนเป็นพุทธศาสนาแห่งเยียนเทระเวทอย่างเดียวแต่ถ้าพุทธศาสนาสมัยบาชีวรมันที่ผมเป็นคือศาสนาปีน้องหมกโบกเนี่ยศาสนาเปรียมหายนังมหาเยียนพอศาสนาเปรียมน้องมหาเยียนนั่งเบียดสดียงเนี่ยปีที่กรรมไม่สบแบบสักอย่างเมียนปีที่บันสรันบูมสู้ไว้โดยเนี่ยยังบ้านในถ้าพุทธศาสนามหาเยียนจำลองโยปิธีกรรมปีศาสนาเปรียมน้องเจริญเราหายเนาจิตเนี่ยบานจมูกเนี่ยบานไอ้พุทธศาสนาเทระเวียดยังในเมียนให้ประตัยตุ้ยเราตามสระตามในกลุ่มชนบทเต็มมันเป็นบานป่าประกาศเชียพลาวกาเตโปรเปเรเชียได้กรุบกรองตึกได้มายังตั้งพิโบราณสัตเนี่ยการศาสนาเปรียมตลอดโดยอย่างก่อนได้เนี่ยเปรียมได้หาตะหุ่นตีนหรือประทองนั้นไม่เปรียมเนี่ยประดาวเปรียมศาสนาเปรียมครูเปรียมนะไอ้ก็เพื่อตำหน้ามาหนักโจมมาตึกใดการไปเชียยืงดาเกิดบานมากรุบกรองตึกใดการไปเชียเจ้าก็ประกาศศาสนาเปรียมน้องปิญญานายจะนั่งปฏิตั้งอ่อนเอาจุ่มไปยืงเมียนนักปฏิกรรมไปเชียยืงเต้แดนเมียนศาสนาเปรียมน้องครบตันดับกระจังกีตั้งอ่อนโดยไทยมันจะเมียนเนี่ยข้างมาเลอะไรก็มันจะเมียนอินโดนีเซียก็มันจะเมียนลาวเลี้ยวไอ้ก็มันเศร้าเมียนนักไม่ยืงพูดโดยไทยจำลองโยไปยืงตัวเป็นเลยศาสนาเปรียมสัตชีวัตศาสนาเปรียมต่างออกเป็นพุทธศาสนามหาเยียนเมียนพิธีกรรมบูงสูงบันสรันโดยตะเนียบ้านเราจมวยเนียเราจอกเชิงเราบสรูลเป็นข้าศาสนาเปรียมที่กรบอติเตปไอโซนเรียกประพรมที่รัตนตรัยระบอบคือนักสร้างรูปนะตัวเชียงโกวัดสับทั้งไงเนี่ยโกวัดยืนสับทั้งไงนิ่งพระบาทสริยวรมันที่ปีลูกสร้างเอาตื้อถวายเต้าศาสนาเปรียมค้างในกายวิษณุเปรียนเรียนั่นเองบวชศาสนาเปรียมใช่พอท่อมเชิงเกตังออกสมัยในประเทศอินเดียได้เชื่อเมศาสนาเปรียมก็เมียนวัดไอนาทอมโดยเชิงโกวัดแต่ละใบสมัยละใบถ้าวัดศาสนาเปรียมได้ท่อมเชิงเกตังออกคืออังโกวัดในประเทศกัมพูชีนั่งไอละใบจังท่อมแม้แต่จำในมณฑลเมื่อตั้งหงแต่ทั้งไงกระไรเมานึงศาสนาเปรียมนั่นก็เรียกทราบโซนบัดบ้องออกเต๋อแล้วเลยตึกใดขึ้นมายังศาสนาเปรียมอ๋ออันเมียนเตก็พุทธศาสนาเทระเวียดอย่างนี้พ่อรีจมรานแหลมบวชสับไงนะ
ទៅកើតនៅពីលើវត្តសាសនាព្រាហ្មណ៍ពីមុនដូចយ៉ាងអង្គរវត្តនេះសាសនាព្រាហ្មណ៍សូន្យនៅចោលព្រីដោះពេញហ្នឹងឯងអង្គរវត្តពីជាង200ឆ្នាំមុនមិនក៏វត្តយ៉ាងណាព្រីដោះឡើងទ្រុបត្រែលពេញណាពេញណីពេញប្រាសាទទាំងអស់មានវត្តពុទ្ធសាសនាថេរវាទយើងហ្នឹងទៅនៅអានឹងនៅក្រោយទេបបានអង្គច័ន្ទរាជាសតវត្សទី16ហ្នឹងលោកធ្វើដំណើរមករៀបចំពីភ្នំពេញមករៀបចំប្រាសាទអង្គរវត្តនេះឲ្យទៅជាវត្តពុទ្ធសាសនាវិញក៏បានអង្គច័ន្ទរាជាទេសតវត្សទី16លោកមកសាងកែឲ្យទៅជាវត្តពុទ្ធសាសនាសាងយកពុទ្ធបដិមាមកតម្កល់នឹងឯងពីមុនមិនអត់មានទេគ្មានពុទ្ធរូបទេមានតែទេវរូបទាំងអស់និយាយនៅក្នុងរោងតោងចាំដល់និមន្តចូលទៅពីខាងលិចចូលទៅដល់អារោងតោងខាងក្រោយនោះខាងស្ដាំហ្នឹងមានគេហៅតារូបតារាជនៅហ្នឹងតារាជហ្នឹងកំពុងពេញនិយមហើយស្ងាយទៅបន់ស្រន់បួងសួងតង់ប្រសក់តង់ប្រសង់ថាក្រហើចុះក៏យើងលោកសង្ឃទៅជឿតារាជហ្នឹងដែរទៅបួងសួងតារាជហ្នឹងដែរនេះបួយើងតារាជហ្នឹងជារូបព្រះវិស្ណុព្រះនរាយណ៍ទេមន់ទៅសិក្សាមើលដៃ8ជារូបព្រះនរាយណ៍ជាអតិទេពនៅក្នុងវត្តអង្គរវត្តដែលព្រះបាទសូរ្យវរ្ម័នលោកឧទ្ទិសទៅព្រះនរាយណ៍ហ្នឹងឯងដល់នឹងអ្នកណាទៅឲ្យឈ្មោះថាតារាជហ្នឹងឈ្មោះតារាជហ្នឹងមិនមែនថ្មីយូរយារខ្ញុំកណាអាត្មាទៅអង្គរវត្តតាមពីក្មេងអាយុជាង10ឆ្នាំទៅឮថាទៅតារាជយាយតាក៏នាំទៅតែខែចូលឆ្នាំអ្នកសេវគេទៅស្រង់ពុទ្ធរូបទៅស្រែកព្រមសុគន្ធវេរីគ្រឿងក្អោកខែចូលឆ្នាំណាហើយទៅប្រោះព្រំស្រង់តារាជអានឹងណាទេគេឲ្យឈ្មោះថាតារាជហ្នឹងក៏វាជាបាក់ប៊ីមកឡើយតាមពិតព្រះវិស្ណុទេរូបនោះព្រះវិស្ណុព្រះនរាយណ៍ទេនឹងកែប្រែមកជីវិតពុទ្ធសាសនាសពថ្ងៃឬមានពុទ្ធរូបច្រើនរាប់ពាន់អង្គកន្លែងព្រះពឿនហ្នឹងមានថ្មផងឈើផងលោហៈផងជាស្ពាន់មាសប្រាក់រាប់ពាន់អង្គជាតម្កល់កន្លែងដាក់ពភាកបែរមុខទៅជើងទាំងអស់ទៅឃើញហ្នឹងបើចូលអង្គរវត្តតាណាកន្លែងព្រះ100ពាន់ទៅឃើញថ្ងៃនៅសល់តិចតួចណាស់ខ្មែរក្រហមបំផ្លាញអស់លីងវាយចោលអស់វាយកប់ដាក់ស្រាអីអស់ហើយជាអង្គនៅលើប្រាសាទប្រការ4ហ្នឹងគេសាងដាក់ក្នុងទ្វារទិសទាំង4បែបប្រភេទទៅទិសទាំង4ក៏សាងក្រោយទេប្របាទអង្គច័ន្ទនៃលោកសាងដែលសម័យកែឲ្យទៅជាវត្តពុទ្ធសាសនាហ្នឹងអានេះវាច្រើនតែរៀនតែសិក្សាប្រវត្តិនឹងផងបើពួកយើងនឹងបានរៀនសិក្សាតែពីប្រវត្តិប្រាសាទឯខាងសាកលវិទ្យាល័យមានរៀនទេអត់ទេមែនទេរៀនដែរបើក៏រៀនតិចតួចអានោះវាច្រើនណាដោយថាជាសម័យកាន់ពុទ្ធសាសនាសម័យព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺពុទ្ធសាសនាមហាយានទេមិនមែនថេរវាទយ៉ាងហ្នឹងទេក្នុងពុទ្ធសាសនាមហាយានគេគោរពបដិមា3គេតម្កល់លើបល្ល័ង្កមួយ3អញ្ចឹងអង្គដែលនៅបដិមានៅកណ្ដាលគេគឺពុទ្ធនេកប្រក់ហ្នឹងពងនេកប្រក់ហ្នឹងប៉ុន្តែសាងបែបមហាយានសត្វតែមានគ្រឿងមិនដូចយើងថេរវាទតែមានមកុដមានកន្ទ្រំស្នាប់ដៃកងដៃខ្សែកអីទាំងអស់អានេះថាមហាយានគេសាងយកពុទ្ធបដិមាហ្នឹងនៅកណ្ដាលគេពេលនៅពើនេះមានគេធ្វើដុំម្ដុំដាក់បាតដៃហ្នឹងជានិមិត្តរូបឆ្នាំឱសថថាព្រះធម៌ដែលព្រះអង្គសម្ដែងទុកដូចជាឆ្នាំសម្រាប់ជាបាលរោគមនុស្សហ្នឹងរូបនៅខាងស្ដាំឈោដៃ4ក្រៅលោកគេទេសវរៈពោធិសត្វអវលោកេទេសវរៈពោធិសត្វឬដល់ខាងឆ្វេងស្រីគេហៅប្រាជ្ញាបារមិតាខ
ខាងមហាយានខាងចេញខាងមាញ់ជុស្រីគឺក៏រូប3ហ្នឹងឯងគឺគេសាសនាពុទ្ធសាសនាមកយ៉ាងគេបន់ស្រន់បួងសួងដូចតែគ្នាគេគោរពជំនឿខ្លាំងទៅលើពោធិសត្វអវលោកទេសវរៈហ្នឹងសម្រាប់ពុទ្ធអ្នកប្រក់នេះគ្រាន់តែជាគ្រូថ្នាំគរុភេសជ្ជគរុភេសជ្ជៈគ្រូថ្នាំនេះវាអវលោកទេសវរៈពោធិសត្វនេះមិនបរិនិព្វានទេអាយុនៅតែអញ្ចឹងឯងបានអធិដ្ឋានតាំងចិត្តថាលើកឹកណាបើយើងនាំសត្វលោកទាំងអស់ទៅដាក់នៅឋានសុខាវតីមិនទាន់អស់សំបីនៅតែម្នាក់ក៏យើងមិនទាន់បរិនិព្វានដែរតែលយោងសត្វលោកនាំសត្វលោកទៅដាក់ឋានសុខាវតីស្មើនឹងយើងនេះនិព្វានកន្លែងនិព្វានបើខាងមហាយានថាសុខាវតីទៅអស់លលីងបានពោធិសត្វនៅបរិនិព្វានធ្វើមិនដាក់នាំអស់យោងទៅអស់បកតបន្តហ្នឹងណាក្នុងប្រាសាទនេះពន់ព្រះអង្គទៅមើលមានគេសាងរូបសេះមួយនៅពីទិសខាងកើតហ្នឹងសេះហ្នឹងដូចមានមនុស្សតោងអូជើងដៃកន្ទុយជុំវិញខ្លួនសេះហ្នឹងជាតួពោធិសត្វឯងយោងយកសត្វហ្នឹងទៅដាក់សុខឋានសុខាវតីគេទេបតោងយោងទៅទាំងដល់ល្មងមិនយករូបទៅទាំងដល់មកទៅដាក់ឋានសុខាវតីហ្នឹងទៀតតំណាងខាងសាសនាមហាយានវាខុសពីថេរវាទជានៅសាសនាទាំងពីរនៅជាមួយគ្នាបានប្របាទជាសម័យប្របាទជាវរ្ម័នទី7លោកសាងនេកជាប្រកាន់ដៃផ្លូវអមតណើទៅនេកនឹងមានគ្រុឌនៅក្នុងក្បាលនេកហ្នឹងឯងជាឧទាហរណ៍ជាន័យប្រាប់ថាលោកពន្រួមសាសនាទាំងអស់ឲ្យនៅជាមួយគ្នាបានដូចជាសត្វគ្រុឌនឹងនេះធម្មតាសត្វគ្រុឌនឹងនេះវាជាសត្រូវនឹងគ្នាដល់ឡៅគ្រុឌនឹងនេះមកជាមិត្តនឹងគ្នាបានណាលោកជាអបាយយ៉ាងសាងរូបបញ្យល់ប្រាប់យើងមានអត្តន័យថាលោកពន្រួមសាសនាឲ្យនៅជាមួយគ្នាបានព្រហ្មញ្ញនឹងពុទ្ធសាសនានៅជាមួយគ្នាបានយ៉ាងវាសត្វតែមានអត្តន័យគេធ្វើឲ្យមានន័យនៅក្នុងហ្នឹងសម្រាប់ព្រហ្មញ្ញហ្នឹងជារៀងរហូតមកពេលដល់សាសនាព្រាហ្មណ៍នោះក៏បាត់អស់ទៅពុទ្ធសាសនាទៅផុសលើដូចវត្តអង្គរហ្នឹងមើលមានវត្តពុទ្ធសាសនាយើងទៅនៅក្នុងពីរវត្តលលៃវត្តបកោកហ្នឹងក៏វត្តពុទ្ធសាសនាទៅនៅពីលើសាវត្តព្រាហ្មណ៍ហ្នឹងសាបសូន្យទៅជាពិសេសទៅខាងខេត្តតាកែវកំពង់ស្ពឺដែលសម្បូរជាងគេបំផុតវត្តសាសនាព្រាហ្មណ៍ឲ្យតែមានឈ្មោះអង្គឆ្នាំឲ្យតែមានពាក្យថាអង្គតាំងក្រាំងរលាំងបាពាក្យ5នេះគឺជាវត្តសាសនាព្រាហ្មណ៍ពីមុនទាំងអស់ដូចជាអង្គសម្បូរនៅខាងតាកែវគេទេអង្គថ្នោតអង្គក្រងអង្គជ័យអង្គសេរីអីអូអានឹងវត្តសាសនាព្រាហ្មណ៍ពីមុនមកដូចតាំងណាតាំងគោតាំងក្រសាំងច្រើនអានោះសតកន្លែងវត្តព្រាហ្មណ៍ពីមុនមកបាធាយបាខំបាខែងបាយ័នហ្នឹងมันឲ្យតែមានឈ្មោះ5ហ្នឹងគឺវត្តសាសនាព្រាហ្មណ៍ពីមុនអានឹងសំបញ្ជាក់យ៉ាងពីប្រាសាទនានានៅលើទឹកដីយើងនេះបានថាការមកធ្វើទេសនៈកិច្ចសិក្សាសុំឲ្យពិនិត្យមើលផងមិនការគេថាតែគេពិនិត្យលំអនិយាយពីលំអមាន2អាមួយគេថាលំអក្រឡេកអាមួយលំអគន់អាក្រឡេកដូចជាតួប្រាសាទយើងក្រឡេកមើលពីឆ្ងាយទៅតង់ឆ្ងាយទៅម្ដងមើលទៅវាល្អវាសមមានរូបរាងហ្នឹងមើលទៅសមគួរជាទីបិចិត្តរបស់ព្រះយើងគ្រប់គ្នានេះក្រឡេកគេមើលទាំងអស់អញ្ចឹងដោយភាសាអង្គរវត្តយើងទៅដល់យើងក្រឡេកទាំងអស់មើលពីឆ្ងាយទៅគឺល្អប្រាសាទកំពូលជ្រោមអានេះគេហៅល្អក្រឡេក
មួយល្អគាន់ល្អគាន់ល្អគាន់គេទៅពិនិត្យមើលឃើញក្បាច់ឃើញក្បូរឃើញរូបអប្សរយើងទៅពិនិត្យមើលយ៉ាងណាគេហៅល្អគាន់ពិនិត្យមើលឲ្យផ្ទាល់សិល្បៈមួយហ្នឹងយើងទៅគាន់ទៅពិនិត្យហ្នឹងណាទៅគឺមើលពាក្យថាគាន់គឺគេមើលគេពិនិត្យហើយវាជាភាសាបុរាណថ្ងៃបាត់ហើយពាក្យគាន់ណាបានអ្នកសៀមរាបពីដើមគេថាគេទៅគាន់នេះគាន់នោះនិយាយតាពីដើមទៅមើលគេថាទៅគាន់បានហើយបាត់អស់អ្នកសៀមអាហ្នឹងពាក្យបុរាណណាបានល្អគេថាល្អក្រឡេកនិងល្អគាន់ក្រឡេកគឺគេមើលទាំងអស់រូបរាងទាំងអស់ដល់គាន់គេទៅពិនិត្យមកកន្លែងយល់ទេអានឹងប្រកេនពួកជូនព័ត៌មានឲ្យហើយអាក្រឡេកទៅដល់មើលរូបប្រាសាទទាំងដល់ហ្នឹងមើលពីចងាយទៅឃើញប្រាសាទ 4-5 ហ្នឹងឃើញទៅជ្រោកល្អហើយប្រាសាទអង្គរវត្តនេះរៀងត្រយោងជ័យក្រឹមណាខ្លះមិនស្គាល់ឡើងជ័យក្រឹមខ្លះតែជ័យជ្វាស្គាល់ឡើងជ័យក្រឹមស្គាល់ឡើងកំពង់ចាមគេហៅជ័យអីអានឹងផ្លែវាសតក្រឹមគេហៅជ័យជ្វាហៅជ័យក្រឹមខាងកំពង់ចាមណាអត់ស្គាល់ទេបាទតែជែកគេដាំក្នុងស្រុកណាអានឹងខ្លះគេហៅជែកជ្វាខ្លះគេហៅជែកក្រឹមពុកផ្លែវាសតក្រឹមngười này ở tầng xưa là hào khóc này nàng tiền tự dồn chê nha có sẵn cô quất riêng tự dồn chê kìa tự dồn chê có dương cắt kháng tôn mà đã bình chô tôi riêng đấy nè xa lọ nè riêng tự dồn chê anh ấy hào lọ còn đó lọ hào lọ cả lê đó lọ bên nít mơ các bạn mà cái này bởi rụp áp xó nó nhiên từ bên nít mơ là mơ mục mơ đầy mơ bộ bô mơ bên này vậy nó mơ men tên anh ấy lọ con này bên nít anh ấy bán thành nít che nít miền Bắc nhà bà cần là tao đó ra là tao mơ ta lọ cả lê cái lọ rồi sai van trao tàu lom bên nít mơ lọ con rồi áp xo rụp áp xo nắng ra tao chạm cha châu anh chạm chân tiền tao mơ men té nó men chạm không ai dừng thì rùm chạm anh chân nó mà mấy ban cái hao áp xo nè chấm lạ nắng cái hao áp xo và lấy tha áp xo ra và lấy tha ách chạ ra bài chạy khmai thân rí đá miền lùm ó mưa mình tớ mưa về mình con mưa tận ná lọ tận nào do lấy đó cái mưa quan mưa tớ lọ tận ọ bởi mưa cái lấy mưa lọ hay bởi đó cái mưa quan về nít mưa mốc cái lọ một mưa đáy cái lọ đáy mưa chương cái lọ chương mà riêng đáy riêng chương ấy lọ mưa ở tớ bán cái thá áp xò niềng áp xò smơ nâng srei khong than su tê vợ đàn mưa lọ ở tớ tê tới năm nay bên nét mưa quan bằng từ mưa làm o quan năng bằng miền play bị cái này niềng áp xò nè miền là kêu thọt vô chỉ ai cái xa từ mưa bằng sáng ngày nữa miền kêu bị chạy cái vị trí kia cho thế bởi vì bộ rán một mơ khơi là mà phân ích mà nàng ấy ra tới bắt ấy sẽ ngay một mơ khơi dương thọt và đặt chân lòng tới mơ sợi dương bàn tiệt do lấy ấy với prap rừng mùi tiền các bạn nào nông cô nâng nhi với nông cô nào chia tu tâu sao tới ngay cái thập các bạn cô ở đây xa khơi cái thơ nông và xa thà các bạn cô tàu và các bạn nó mua đầm vào kì cái học hiền các bạn hiền
พอดาวไม่รู้ว่าจะไหวชวายโดยสมบอกช่องหินอย่างครับหินอันนี้สำหรับเนี่ยซิมเรียบแต่สังไงบัดได้แต่เนี่ยซิมเรียบครุนเองนี่ก็ทักกับบ้านโก้โดยตะกี้ได้ไปชมดดาวมันกับหินเนี่ยสับมานะราบหินกับบ้านโก้นี่อัดโดยเนี่ยเด้ปรับไอ้ห่ายังเท่าบำบัดปรับอัดดังเด้พี่หินโกวัดเซงเป็นเตี้ยสไลเซงประสาทประโกบอากงในเซงต่อตามสมัยแต่เมื่อแมนเทนเราปรับไอ้ออยตริสได้ใหญ่เติมโกว่ายังทอดเมื่อแต่ประสาทก็บัดเราเลือตามต่อซอเลือรูปอับสราอับซอไอ้กระเมียนได้ถอดอยู่แต่เมื่อก็ใบเปียกคอกเนี่ยเติมเป็นเตยสไลปลาอะไรมันรอเติมเป็นเตยสไลได้มาตั้งแม่นับเปไปเลี้ยวใครนะบ้านอันเตรมโกวัดไอ้บ้านดับปนังก็เชียร์ก้าปกไปย่ายจำไงคล้อยมองมันอองเตี้ยเติมเป็นเตยสไลนะมองมันอองเตี้ยนูประกูประโกงนั่นอันนึงมุนที่ผมเอาให้ปีศาจแต่ว่าตีผมบ้วนเมาผีเปียกคอกเนี่ยสมไปอับซอก็เข้าเนี่ยสมรีบผมไปอับซอในประสาทละเลยประโกงให้นางอับซอนางโกวัดเข้าเนี่ยอับซอนางโกวัดไอ้สมปวดสลีสมปวดเรียบสมาเตอับซอนางประสาทละเลยสะโกงไอ้สมปวดเก็บบอดมาได้เก็บบอดบาสังไงจะเฮาไอ้จะสังไงเอเนรีสังไงเมียนปลานังเวงนังวิลดอนสังไงปลาบอดได้เก็บบอดนะครับจะถ้าคลิเซ่ไอ้ไม่ใช่สมปวดนักเนี่ยบอดเลยพนอดสมปวดสลีนะสังไงขึ้นเวลมาได้มีปลานังไม่ใหญ่อับซอนนังรู้อับซอนนังเลยแต่เมื่อสมปวดสาธุเก็บบอดสลีเข้าเนี่ยได้ตามสมัยเปวิเลียแต่นั่งมาถ้าเทศนากิจศึกษาเต้าไปเน็ตเมื่อบักนาโมเมื่อก็เล่เมื่อต้องมุมนั่งบ้านไอ้ตัวใหญ่เป็นเตะสำหรับนั่งบ้านไอ้ในใหญ่ปราบเตะบ้านตัวศึกษาคือตัวไปเน็ตเมื่อเอาชาวบ้านเลื่อนจังแต่เมื่อโดยปัญญาย่อเลยไอ้ประโยชน์เชี่ยมโนนั่งปลายมโนสะแปลท่านเนี่ยดังกาขอตเราโยนดังกาขอตเราทำมโนเป็นจังมโนยืนน้องสัตว์เดรัจฉานนี่เขาเนี่ยตามวยเลยใบโดยเนี่ยตีมวยมโนน้องสัตว์นี่รอในบ้านโดยสาปึงอาหารบริโภคอาหารพระพุทธทาสัพเพสตาอาหารัตติกาสัตว์ทั้งหลายทั้งปวงตั้งในบ้านโปรหาสัตว์ไอ้ก็ได้เดรัจฉานก็ได้สระเตบริโภคอาหารโดยเนี่ยที่ปีมโนนังสัตว์นั่งเมียนสิกได้เพ่ยคลายรันทอดต่อสลัดนั่งเอาไว้ได้มองปะเปิดรูปเรียงกายแต่บอกกระลูนังเพ่ยคลายโดยเนี่ยตีใบมโนเดรัจฉานเนี่ยเมียนยีเมียนชโมเลยเนี่ยใบนั้นโดยเนี่ยแต่มโนเลสันมวยดิสามเมียนธรรมสัญญาคือเชตูปัญญาเลือสัตเดรัจฉานมวยนะเลือแต่มวยเมื่อเนี่ยอัดเคยเดมโนนองสันบางทีทำมโนสะนะคือเนี่ยได้ยอดดังสิกได้เข้าเต้าละออกระกรรมโนปะไลนั่งโดยสายังเมียนปัญญาแต่ปัญญาระบามโนเมียนกรุกเนี่ยการมองเมียนปูนปัญญากระปัญญามากระมอจมวยนั่งเนี่ยแต่ปัญญาระบามโนอาจรีจมรานทมบ้านโดยสาศึกษาเรียนโสตอักษรเซลวิจีสับแบบยามเติมช่วยปัญญาอ้อยรีลางบานบานเรียนบานใช้ปัญญาเน่าตะกดีปนังไอเมียนไอได้เชื่ออากำบังเดเมื่อยืงเนี่ยการเอาขนมกรองยืงบานเรียนโสตนอกเนี่ยเอาขนมสระสลายจนบัดได้สระยาเกิดไงแค่นำโดยแต่ยืงได้ปะเนี่ยอดบานเรียนยืงตัวทีบ
ខ្លួនយើងនេះអស់នឹងទៅយល់ដឹងឲ្យមានបញ្ញាដឹងខុសត្រូវឲ្យគ្នាប៉ុណ្ណាឆ្ងាយមើលគ្នាមិនឃើញទេនេះសម្រាប់មនុស្សហ្នឹងបានទាំងអស់គ្នាដែលជានិស្សិតទាំងអស់ទាំងបព្វជិតទាំងកើនេះបុរាណលោកថាទំពាំងស្នងឫស្សីហើយត្រូវដឹងព្រះអង្គដឹងខ្លួនយ៉ាងគ្រប់គ្នាខ្លះអត់ដឹងទេចេះរស់ទេសង្អាងមានម៉ែនៅឪនៅគិតចិញ្ចឹមស្រាប់ហើយចិញ្ចឹមហើយក៏បានជាគិតស្មានតែម៉ែឪនៅចិញ្ចឹមឯងទៅឯងងាប់បានម៉ែឪងាប់ប្រយ័ត្នណាឲ្យមានបញ្ញារស់នៅប្រកបដោយបញ្ញាតែកើតមិននៅប្រមាណទេតែកើតមុនយើងងាប់យើងហើយជាងកាយចម្លងយើងមិនទាន់ដល់ត្រើយឲ្យមិនទាន់ឲ្យមានគូសកលអផងក៏ស្លាប់បាត់ទៅចោលយើងកណ្ដាលទីនឹងឯងមកអត់ដល់ត្រើយឃើញទេអានឹងត្រូវដឹងចឹងបើអញ្ចឹងហើយនាំគ្នាខំសិក្សារៀនសូត្រអក្សរសិល្បវិជ្ជានៅឲ្យចេះដើម្បីឲ្យបញ្ញារបស់យើងវារីកឡើងស្របទៅតាមពាក្យទូលមានព្រិនបដៅរបស់លោកអ្នកត្រាស់ដឹងគឺពុទ្ធគឺលោកឲ្យមនុស្សនោះសន្សំបញ្ញាគឺការយល់ដឹងខុសត្រូវនឹងហើយតែគ្មានបញ្ញាទេគឺដេរឆានហើយរស់ដូចដេរឆានយ៉ាងឯងយើងនេះសំបីតែរូបរាងជាមនុស្សលោកបែងមនុស្សនឹងទៅជា4ទីមនុស្សទេពតាមនុស្សជាមនុស្សប្រែតមនុស្សដេរឆាននេះវាខុសគ្នាអញ្ចឹងដោយសារអីដោយសារមនុស្សនឹងមានបញ្ញាខ្លាំងក្លាគេយល់ដឹងខុសត្រូវក្រៃលែងគេរក្សាថែរក្សាជីវិតគេនោះឲ្យមានសិលធម៌គ្រប់គ្រងនៃជីវិតរូបរាងកាយហ្នឹងក៏ដោយសារបញ្ញាដែលគេហៅមនុស្សទេពតាហ្នឹងមនុស្សជាមនុស្សនឹងមានបញ្ញាតែល្មមមកធ្វើជីវិតមនុស្សឲ្យរស់បានមនុស្សប្រែតហ្នឹងគឺមនុស្សដែលល្ងងពួកអវិជ្ជាហ្នឹងហើយកាចគូគ្រោដោយសារប្រែតឆ្លោះប្រកែកគ្នាហ្នឹងមនុស្សដេរឆានគឺមនុស្សសូន្យទេអត់បញ្ញាទេឃើញទេមនុស្សប្រភេទវាខុសគ្នាបានអាស្រ័យនេះអ្នកទាំងឡាយគ្រប់គ្នាចូលសាងខ្លួនរបស់ខ្លួនឲ្យទៅជាមនុស្សទេពតាឲ្យទៅជាមនុស្សយកឲ្យបាន2ឋានៈប៉ុណ្ណឹងទេចុះក៏ឲ្យវាធ្លាក់ដល់ប្រែតក៏ឲ្យវាធ្លាក់ដល់ដេរឆានហ្នឹងហើយដេចប្រាប់ថាហើយយើងជាទំពាំងស្នងឫស្សីហ្នឹងណាអ្នកមុនចាស់ប្រធាចារ្យមិនមែនណាក្រាញនៅបានទេទាំងអស់នោះក៏មិនចង់ស្លាប់ដែរប៉ុន្តែក្រាញវាមិនបានវាត្រូវតែស្លាប់ម្ល៉េះហើយការងារទាំងបានដែលជាដូនជាតាយើងក៏ធ្វើមកត្រូវធ្លាក់មកយើងនឹងឯងដែលជាទំពាំងស្នងឫស្សីហ្នឹងជាដូនជាតាជាដើមឫស្សីខ្លួនយើងជាទំពាំងហ្នឹងវាបំរុងនឹងកើតជាដើមឫស្សីស្នងឡើងអានេះដឹងខ្លួនយ៉ាងតែឫស្សីហ្នឹងវាអាចថត់ធំទៅបានតែវាមានជីវជាតិដើម្បីធ្វើឲ្យទំពាំងហ្នឹងវាផៅធំក៏ជាឫស្សីមុនតាមឡើងជីវជាតិដែលធ្វើឲ្យឫស្សីនឹងធំទៅគឺធំបានឲ្យជីវជាតិឯមនុស្សយើងគឺមានបញ្ញាហើយដូចជាជីវជាតិធ្វើឲ្យបញ្ញាយើងនឹងរីចម្រើនលូតលាស់ឡើងតែមានបញ្ញាដឹងខុសត្រូវហ្នឹងទើបជីវិតនោះល្អប្រសើរបញ្ញាមានគ្រប់គ្នាបានថែរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ផងជាតិហើយនឹងទឹកដីប្រទេសជាតិយើងបានគង់វង្សនៅល្អបើអត់បញ្ញាហើយបាត់សូន្យបង់ទាំងអស់ហើយអានេះសំប្រាប់វិញសប្តាហ៍សម្បញ្ញាសប្តាហ៍បាត់ហើយណាទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជាតិបាត់អស់ហើយអត់ទាន់មានអាណាដឹងខ្លួនទេណាសប្តាហ៍នេះទទួលយកតែទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ពួកបរទេសពួកបច្ចេកទេសទេអ្វីរបស់ខ្លួនបាត់អស់ហើយណាសូន្យបាត់អស់ហើយនៅតែទូចស្រួយស្ដាងណាសំបីតែភាសាវាចាខ្មែរគេថាពុកម៉ែលោកឪពុកអ្នកម្ដាយឬអ្នកម៉ែបាត់អស់លីងសូន្យធេងសម្រាប់ខ្ញុំកណាអាត្មាព្រាម
សម្រាប់ពួកអ្នកមានមន្ត្រីធំបណ្ដាស័កធំឃើញខេត្តសៀមរាបមួយអាយដាមខេងសមេតនេះខាងទាហានហ្នឹងឃើញពូជពងគាត់ថែរក្សាបានឃើញកូនគាត់ហៅតាម៉ែហៅតាពុកទេកូនជួនកាលហៅម៉ែជួនកាលហៅអ្នកឪគេហៅតាពុកដល់លឺយកភ្ញាក់ដូចកន្ត្រាក់វាបាត់អស់លលីងដែរដល់ទីទៀតនោះសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនឬកូនគាត់ហៅតាម៉ែពុកចឹងមើលដើរទៅជួបប្រទេសពីពូជនៅប្រើភាសាពុកម៉ែហ្នឹងអ៊ីទៀតសូនវាសងៃភាសាម៉ាក់ប៉ាម៉ាក់ហ្នឹងជ្រាបដល់ទៅស្រុកព្រៃណោះអ្នកព្រៃហ្នឹងក៏សងៃលែងហៅពុកហៅម៉ែប៉ាម៉ាក់ដូចតែគេដែរអូយអាត្មាឮតែចង់សម្លាប់ចង់ស្រក់ទឹកភ្នែកចុះអ្នកព្រៃអីធ្លាប់តែហៅម៉ែពុកម៉ែបាត់ម៉ែពុកអស់តាភាសាប៉ាម៉ាក់នេះក៏ចូលរុកជ្រៀកជ្រែកឲ្យទៅដល់ស្រុកព្រៃហ្នឹងជនបទហ្នឹងដល់គេនិយមតែហៅម៉ែពុកទៅវាមិនសូវធំថ្កើងទេវាអត់រកស៊ីវាមិនមានទេវាមិនឡើងទេតែហៅប៉ាម៉ាក់បានឡើងមនុស្សទៅជាអញ្ចឹងហ្នឹងបានអស់ហើយណាអត់ប្រាប់អស់នៅតែអត់ដឹងខ្លួនទេបើថ្ងៃណាជាងមកហើយក៏រំលឹកតែបើរំលឹកមកកូនកញ្ចប់មកទូកប៉ុណ្ណឹងធ្វើម៉េចបានទៅមកទូកនេះយកទៅផ្សាយទៀតនិយាយប្រាប់គ្នាទៀតសម្ពត់ខោអាវបាត់អស់ហើយខ្មែរសម្លៀកបំពាក់ស្ងាយសត្វតបរទេសទាំងអស់ពួកអឺរ៉ុបទាំងអស់ពីមុនអឺរ៉ុបគឺចិនទៅបាប់ទៅចិនខោអាវក៏ចិនដែរភាសាតាខោតាអាវក៏ភាសារបស់ចិនដែរខ្មែរគឺស្លៀកសម្ពត់ទេទាំងប្រុសទាំងស្រីស្លៀកសម្ពត់ក៏បិននៃពីមុនមកហ្នឹងដល់ក្រោយមកយកវប្បធម៌ចិនហ្នឹងយកខោអាវមកប្រើដល់អឺរ៉ុបពួកបារាំងចូលមកបាត់អីផុសចិនហ្នឹងអត់ទេអាខោអាវចិនគេថាខោចែវមកទៅអញ្ចឹងអានេះផុសចិនគេថាខោចែវឬខោចាហើយបាត់អីសត្វផុសចិនទាំងអស់អស់ផុសអឺរ៉ុបទាំងអស់បាត់ខ្មែរសង្ឃខ្ញុំកណាអាត្មាទៅរំលឹកជាពិសេសគឺពួកនារីនេះមានពិធីបុណ្យប្រពៃណីទំនៀមទម្លាប់អីរបស់ជាតិសូមឲ្យប្រើប្រាស់សម្ពត់សម្លៀកបំពាក់ជាខ្មែរឥឡូវអ្នកនៅបរទេសក៏គេប្រើច្រើនណាស់តែនៅបារាំងអាមេរិកតែពិធីបុណ្យគេប្រើខ្មែរស្លៀកសម្ពត់បត់យ៉ាងហ្នឹងស្លៀកហូលស្លៀកប្រមងអីទៅនឹងសំរសាមកវិញតែខំបាត់អស់អាកូនចៅក្រោយអត់ដឹងទេតែអត់ដឹងផលវិបាកគឺយើងអ្នកបំបត្តិអានឹងចឹងឥឡូវសូមរំលឹកប៉ុណ្ណឹងយ៉ាម៉ោង8កន្លះហើយនិយាយទៀតចេះទៅបាត់ពេលវេលាប៉ុណ្ណឹងក៏សូមដាស់តឿនការរំលឹកប៉ុណ្ណឹងហើយយើងទាំងអស់គ្នានេះជាទំពាំងស្នងរស័យហើយខាងនារីក៏អញ្ចឹងដែរប្រឹងប្រែងឲ្យដូចបរោះទៅកុំសូវបន្ទន់ពេកព្រោះព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងប្រាប់ថាបរោះមិនសត្វតែជាបណ្ឌិតក្នុងទីសពលើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរនឹងពុទ្ធលោកប្រាប់តែអញ្ចឹងបើដឹងខ្លួនอย่าប្រឹងប្រែងហើយបានចេះដឹងទៅជាបណ្ឌិតអាចធ្វើកិច្ចការដឹកនាំប្រទេសជាតិឲ្យបានដូចតែគ្នាទេតែយើងក៏ឥឡូវនេះថ្នាក់អីគេថាបរិញ្ញាបត្រឲ្យបណ្ឌិតឲ្យពួកណាបរិញ្ញាបត្រខំតស៊ូរៀនបន្តទៅទៀតទៅយកបានអនុបណ្ឌិតទៅទៀតទៅអានឹងជាវិជ្ជាពន្លឺរបស់យើងជីវិតរបស់យើងចាស្រាប់ទៅតាមពុទ្ធិកាណាពេលតែដល់ចេះបណ្ឌិតទៅក៏ហៅពុបញ្ញវន្តអ្នកដែលបរិបូរណ៍ដោយបញ្ញានេះក៏បញ្ញវន្តស្រីក៏ហៅបញ្ញវតីឬបញ្ញវន្តី
ដូចគ្នាធ្វើការបានដូចគ្នាមិនស្រីធ្វើអីមិនកើតទេកុំតម្រន់ខ្លួនហ្នឹងណាតែបានទេហ៎ប្រាំងទាំងអស់គ្នាផ្គុំគ្នាដើម្បីកសាងប្រទេសជាតិមាតុភូមិយើងហ្នឹងហើយប្រពន្ធលោកសំដែងមួយទៀតថាមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិប្រត្រកូលទេមនុស្សក៏មិនខ្ពង់ខ្ពស់ប្រុសពូជប្រុសជាតិប្រត្រកូលដែរមនុស្សថោកទាបប្រំពើដែលគេធ្វើវាអាក្រក់ដោយកាយវាចាចិត្តទេតែអាកាយវាចាចិត្តនោះមិនរៀនមិនសូត្រក៏ល្ងងហើយថោកទាបហើយអាហ្នឹងតែកាយវាចាចិត្តប្រព្រឹត្តអាក្រក់កៅមនុស្សអាក្រក់ហើយនឹងបានទទួលទុក្ខទោសពីអំពើអាក្រក់ដែលខ្លួនធ្វើឲ្យថោកទាបហើយអញ្ចឹងហើយបុគ្គលគេថាវាមិនខ្ពង់ខ្ពស់ដោយពូជដោយជាតិក៏បុគ្គលគឺថាខ្ពង់ខ្ពស់ដោយការងារដែលគេធ្វើទេគេថាយើងទាំងអស់គ្នានឹងមិនមែនកូនអ្នកក្រុងណាទាំងអស់គ្នាមានអ្នកមានណាទាំងអស់សេដ្ឋីកាបដីកូនអត់ញ៉ាយណាកូនអ្នកស្រែចំការប៉ុន្តែយើងខំរៀនខំធ្វើការល្អទៅយើងមានកម្រិតបញ្ញាយល់ដឹងចេះដូចតែគ្នាប្រហែលតែកូនអ្នកក្រុងហ្នឹងឯងអាហ្នឹងលោកថាណាខ្ពង់ខ្ពស់ក៏ដោយសារតែការងារដែលយើងធ្វើល្អថោកទាបក៏ព្រោះតែការងារដែលយើងធ្វើអាក្រក់អ្នកធ្វើអាក្រក់ទោះបីកូនកហបដីសេដ្ឋីអង្គញាឯណាឲ្យតែធ្វើអាក្រក់ក៏ថោកទាបហើយកូនអ្នកស្នេហ៍អ្នកចំការណាឲ្យតែធ្វើល្អក៏ខ្ពង់ខ្ពស់ហើយបើអញ្ចឹងជាពុទ្ធភាសិតដែលប្រពន្ធលោកប្រាប់ហើយយើងកូនអ្នកស្រែមែនបើខំរៀនទៅខ្ពង់ខ្ពស់ហើយឲ្យយឹតយោងដល់ពូជពងវង្សាយើងបានផងទៅជាពុទ្ធអវាទរបស់ប្រពន្ធលោកបញ្យល់ប្រាប់មនុស្សអញ្ចឹងហើយមានបញ្ញាដែលប្រពន្ធឲ្យមនុស្សសំណាបញ្ញាជាពន្លឺពុទ្ធសាសនាមានន័យចែងថាអត់ស្អីមកពន្លឺប្រាជ្ញាប្រពុតប្រាប់ថាពន្លឺឧត្តមហៅបញ្ញាភាមិនដែលច្រឡំពន្លឺតូចធំព្រៀបផ្ទឹមប៉ុនបានពន្លឺអាទិត្យផ្សាយធំពេកពេកមិនអាចរុញច្រាននៅទោសនឹងទុកឲ្យឃ្លាតចាក់ប្រានឲ្យសត្វផងបានក្តីស្ងប់សុខឡើយពន្លឺប្រាជ្ញាមានមុខបុត្រាកាត់ទុកឲ្យស្បើយនាំសត្វទាំងអស់ឲ្យបានដល់ត្រើយហ្នឹងគឺសេចក្តីសុខផ្សែមផ្សាហ្នឹងដោយសារបញ្ញាអ្នកប្រាជ្ញពោលថាបញ្ញាហ្នឹងប្រសើរដូចជាព្រះច័ន្ទដែលប្រសើរជាងផ្កាយនៅលើមេឃមើលផ្កាយមកលើមេឃមានព្រះច័ន្ទមួយទេដែលធំជាងផ្កាយបានលោកប្រាប់ថាសិលក្តីសេរីក្តីធ្វើរបស់សប្បុរសក្តីរមែងទៅតាមបុគ្គលដែលមានបញ្ញាបើបុគ្គលដែលគ្មានបញ្ញាអត់រក្សាសិលបានទេបុគ្គលគ្មានបញ្ញាមិនអាចធ្វើជីវិតខ្លួនឲ្យមានសេរីសុខស្តីបានទេជីវិតមនុស្សមានសេរីសុខស្តីបានព្រោះទ្រព្យប្រសម្បត្តិអត់បញ្ញាទៅរកទ្រព្យសម្បត្តិឯណាមកជប់លៀងចិញ្ចឹមជីវិតខ្លួនគ្រប់គ្រាន់នឹងអត់បានទេឃើញទេនៅលើបញ្ញាទាំងអស់ធ្វើរបស់សប្បុរសគឺពុទ្ធធ្វើរបស់ពុទ្ធគឺជាធ្វើសប្បុរសរមែងទៅតាមបុគ្គលដែលមានបញ្ញាបើគ្មានបញ្ញាទទួលយកពាក្យទូមានរបស់ពុទ្ធមិនបានលោកប្រាប់អញ្ចឹងបានតែគោលដៅធំគឺបញ្ញាจะខំស្វែងខំសន្សំតស៊ូទៀតកុំយោនតែបរិញ្ញាបត្រប៉ុណ្ណឹងដល់បានទេតស៊ូយកឲ្យដល់អនុបណ្ឌិតបានមានពន្លឺរស្មីពុទ្ធលោកថាបញ្ញាហ្នឹងជាដុំពេជ្រមនុស្សឯណាដែលមានបញ្ញាមនុស្សនោះទៅជាដុំពេជ្រធម្មតាដុំពេជ្រវាមានតម្លៃគេស្វែងរកអាណាទៅចង់បានដុំពេជ្រដែរហើយយើងមានបញ្ញាដូចមានដុំពេជ្របញ្ញាតូចដុំពេជ្រតូចបញ្ញាធំដុំពេជ្រធំបើអញ្ចឹងស្វែងតស៊ូខំទាំងអស់គ្នាស្ដាប់បានទេមកជួបថ្ងៃនេះនិយាយប្រាប់ប៉ុណ្ណឹងឯងកុំទើនបញ្ឈប់ការរៀនសូត្រខំតស៊ូតទៅទៀតដល់ប៉ុណ្ណឹងហើយវាមិនទាន់ដល់ត្រើយទេដល់បានទេហ៎ដល់តែបរិញ្ញាបត្របើយើងឆ្លងសមុទ្រមិនទាន់ដល់ត្រើយទេបានតែទេយើងតស៊ូតែបានដល់បណ្ឌិតបានថាដល់ត្រើយទុកជាឆ្លងដល់ត្រើយគឺពូបញ្ញវន្តដល់បានទេកុំឲ្យលិចទូកណ្ដាលទន្លេហ្នឹង
តែក៏វែងចោលទៅវិញ្ញាបានឆ្លងអត់ដល់ត្រៃតែឆ្លងសមុទ្រមិនផុតទេលេចទូកណ្ដាលទន្លេហើយម្យ៉ាងទៀតដូនតា លោកដាស់តឿនអ្នករៀនសូត្រទៀតឲ្យអ្នករៀនសូត្រខំប្រឹងកុំប្រហែសទ្វេនោះថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមាយប្រុសក្តីសល់វល់ត្រូវខំមិត្តរៀនចំណេះសាកលត្រាតែបានដល់ត្រូវត្រានវិទ្យាជាទ្រព្យប្រើបានសពគ្រប់លើសទ្រព្យនានាអ្នកមានទ្រព្យស្រាប់អបឥតវិជាមិត្តភ័ក្តិផងគ្នាគេច្រើនមើលងាយនេះលោកដាស់តឿនកំពុងអ្នករៀននេះកុំឲ្យរាយមាយចិត្តនឹងឲ្យចិត្តនឹងវានៅមូលនឹងការសិក្សារៀនសូត្រដល់បានទេហើយកុំទិនរាយមាយទៅរកបងរកប្អូនឯណាហ្នឹងដល់បានទេតែរាយមាយទៅរកគ្នាចោលហើយរៀនសូត្រហ្នឹងក៏វិញចោលចិត្តវារាយមាយចោលត្រូវឲ្យនៅមូលយ៉ាងត្រូវខំមិត្តរៀនពាក្យថាខំមិត្តគឺខំមិត្តអត់សង្កត់ចិត្តរៀនវាមិនមែនស្រួលទេបើយើងមិនតស៊ូខំមិត្តវាអត់ដល់ត្រើយទេលោកមិនរៀនគ្រប់ចឹងចាប់ដល់ប៉ុណ្ណឹងហើយឆ្លងចេញពីត្រើយខាងនេះដល់មកទៅហ្នឹងហើយឆ្លងឲ្យដល់ត្រើយខាងហ្នឹងពីបឋមមកបឋមណាថ្នាក់បឋមដំបូងហើយឥឡូវដល់មកបរិញ្ញាបត្រហើយអានេះដូចជានៅកណ្ដាលសមុទ្រដែរប្រយ័ត្នលេខទូកណាដល់បានទេจะធ្វើដំណើរតទៀតយកដល់អនុបណ្ឌិតបានដល់ត្រើយបញ្ញវន្តជាមនុស្សដែលមានពន្លឺស្ដាប់បានទេមើលទៅសង្ឃឹមតែឆ្លងដល់ត្រើយទេហានៅក៏ឲ្យរេមាយតែណាគេមកសុំស្រឡាញ់ក៏ទទួលយកអាស្រឡាញ់គេហ្នឹងក៏រេមាយហើយស្ដាប់បានទេនឹងនារីអ្នកណាគេមកសុំស្រឡាញ់កុំតែទទួលថាបងអើយប្អូនមិនទាន់ឆ្លងដល់ត្រើយទេចាំប្អូនឆ្លងដល់ត្រើយស្ដាប់បានទេដូចមិនទាន់បានទេណាបាទហើយបើបងណាមកសុំស្រឡាញ់អីសុំផ្អាកសាកុំតែទទួលថាបងប្អូនកំពុងតែធ្វើដំណើរឆ្លងសមុទ្រចាំប្អូនឆ្លងដល់ត្រើយសិនសំនិយាយគ្នាដល់បានទេដឹងមិនទេចាំយ៉ាត់ឆ្លងអត់ដល់ត្រើយយ៉ាត់លេខទូកណ្ដាលទន្លេដល់បានទេរសាទូកុំឲ្យលេខកណ្ដាលទន្លេចាំឆ្លងដល់ត្រើយគឺបញ្ញវតៃបញ្ញវន្តៃបញ្ញវន្តដល់ត្រើយហើយណាអញ្ចឹងប៉ុណ្ណឹងយកការដែលបានសំណេះសំណាលនឹងគ្នាទទួលស្វាគមន៍បដិសន្ធារៈរតិចំពោះសមណៈនិស្សិតទាំងបព្វជិតទាំងកុហកទាំងអស់ដែលនិមន្តអញ្ជើញមកពីខេត្តកំពង់ចាមនោះក៏ពិធីដែលស្វាគមន៍រតិក្នុងឱកាសនេះក៏មានពេលវេលាតែប៉ុណ្្នឹងឯងក៏ដូចជាគ្រឿងជួយដាស់តឿនសំបីទៅមើលអង្គរក៏សុំកុំឲ្យទៅមើលគន់ណាកុំឲ្យទៅមើលណែក្រឡេកហ្នឹងស្អីទៅមើលគន់យ៉ាងពិនិត្យមើលសិល្បៈរូបចម្លាក់ឲ្យឃើញច្បាស់លាស់ទៅនឹងកើតបញ្ញាដល់យើងហ្នឹងគ្រប់គ្នាទាំងអស់ក៏ត្រេកអររីករាយសប្បាយដែលមានឱកាសបានធ្វើដំណើរមកធ្វើទស្សនកិច្ចសិក្សាហ្នឹងអង្គរវត្តជាបេះដូងកម្ពុជាហើយណាប្រទេសយើងបរទេសគេមកដោយសារប្រាសាទអង្គរវត្តហ្នឹងឯងដែលទាក់ទាញឲ្យគេមកកាន់ទឹកដីកម្ពុជាដោយសារអង្គរវត្តឯងជាបេះដូងយើងទាំងអស់គ្នាវត្ថុអញ្ចឹងសូមឲ្យតាំងចិត្តឲ្យមានភក្ដីភាពមោទនភាពជាប់ចិត្តប្រតិពន្ធនឹងប្រាសាទនានាដែលជាកេតនភ័ណ្ឌបេតិកភ័ណ្ឌរបស់ជាតិយើងនឹងដឹងគុណដល់មេត្តាបិតាជាដូនតាពុព្វការីដែលលោកបានទុករបស់អស្ចារ្យឲ្យយើងនឹងត្រេកអររីករាយសប្បាយចឹង จากคณะโอกาสได้ประชุม
គ្នាក្នុងការនេះក៏លមមតាមគួរសមតាមការវេលាហើយវាមិនគ្រប់គ្រាន់អីទេក៏ប៉ុន្តែបានជាហេតុបន្តិចប្រាប់បញ្យល់ដល់ទាំងអស់គ្នាហ្នឹងចឹងទីបញ្ចប់នឹងសូមប្រគេនពរជូនពរសូមប្រកករណាគ្រប់រូបនឹងពួកនិស្សិតបញ្ញវន្តអាសិទ្ធទាំងអស់គ្នានឹងបានទទួលជួបនៅពុទ្ធពរ4ប្រការយុវណៈសុខៈពលៈចនិចនិរន្តររៀងទៅហើយម្យ៉ាងទៀតការធ្វើដំណើរឆ្លងទន្លេសូមឲ្យទាំងអស់ទៅឆ្លងឲ្យដល់ត្រើយស្ដាប់បានទេតាប់ឯធ្វើលេខទូកណ្ដាលទន្លេហើយតស៊ូឆ្លងឲ្យដល់ត្រើយតាមសំណុំពរដែលខ្ញុំកណាអាត្មាភាពសុំទាំងអស់គ្នាសុំឆ្លងឲ្យដល់ត្រើយណាសូមអនុមោទនា